តកំពតគឺជាខេត្តមួយស្ថិតនៅប៉ែកខាងត្បូងនៃប្រទេសកម្ពុជាដែលមានចម្ងាយ148គីឡូម៉ែត្រពីទីក្រុងភ្នំពេញមានព្រំប្រទល់ខាងជើងទល់នឹងស្រុកបរសេតខេត្តកំពង់ស្ពឺខាងកើតជាប់នឹងស្រុកត្រាំកក់និងស្រុកគិរីវង្សខេត្តតាកែវខាងត្បូងជាប់នឹងឈូងសមុទ្រខាងលិចជាប់នឹងស្រុកកំពង់ស៊ីឡានិងស្រុកព្រៃនប់ខេត្តព្រះសីហនុដូចគ្នាដែរខ្សែឆ្នេរដ៏វែងស្ថិតនៅលើឈូងសមុទ្រថៃទៅខាងត្បូងខេត្តកំពតមានទីក្រុងឈ្មោះក្រុងកំពតកំពតមានប្រជាជន627,884នាក់និងប្រកបដោយស្រុកនិងក្រុងចំនួន8ដែលបានចែកទៅជាឃុំសង្កាត់9ពីរជាមួយនឹងភូមិសរុប477ភូមិខេត្តកំពតមានសំណង់ប្រវត្តិសាស្ត្រជាច្រើនដូចជាផ្ទះផ្សារលក់ទំនិញរោងភាពយន្តសាលារៀនផ្លូវគមនាគមន៍មន្ទីរពេទ្យជាដើមសុទ្ធសឹងតែជាភស្តុតាងបង្ហាញឲ្យឃើញពីការចាប់អារម្មណ៍របស់ពួកបារាំងនៅលើទឹកដីខ្មែរខេត្តកំពតមួយនេះក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះខេត្តកំពតបានក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរដែលមានការកើនឡើងយ៉ាងឆាប់រហ័សទាំងផ្នែកទេសចរធម្មជាតិទេសចរវប្បធម៌និងទេសចរបែបកម្សាន្តជាមួយនឹងធនធានធម្មជាតិដ៏ល្បីឈ្មោះនិងស្ថាបត្យកម្មបែបបារាំងនៅតាមទីក្រុងចាស់កំពតកំពុងត្រូវបានចាត់ទុកថាជាតំបន់ដែលអាចក្លាយជាម៉ូទ័រជំរុញវិស័យទេសចរកម្ពុជាក្នុងបរិបទឧស្សាហកម្មនេះកំពុងងើបឡើងវិញបន្ទាប់ពីការស្ងប់ស្ងាត់ក្នុងអំឡុងពេលរាតត្បាត COVID-19 ធម្មជាតិជាចំណុចខ្លាំងបំផុតប្រជាជននិងអ្នកគ្រប់គ្រងការអភិវឌ្ឍខេត្តកំពតស្របគ្នាចាប់អារម្មណ៍ខ្លាំងចំពោះសក្តានុពលធម្មជាតិរបស់ខេត្តភ្នំបូកគោដែលជាតំបន់ភ្នំមានកម្ពស់ជាង 1000 ម៉ែត្រល្បីដោយអាកាសធាតុត្រជាក់ពពកបក់ស្រួលចិត្តនិងសំណង់សំណាក់ប្រវត្តិសាស្ត្រដែលនៅសល់ពីសម័យអាណានិគមបារាំងតំបន់នេះទាក់ទាញភ្ញៀវជាប់ជានិច្ចទាំងសម្រាប់ការជិះឡានឡើងភ្នំការស្វែងរករូបភាពធម្មជាតិនិងការស្នាក់នៅបែបថែរក្សាបរិយាដ្ឋាន Eco Lodge ដែលកំពុងពេញនិយមក្បាលទន្លេកំពតក៏ជាទីតាំងដែលពេញទៅដោយសកម្មភាពរីករាយដូចជាការឡាយ៉ាកធ្វើបាល់ទឹក River Cruise បោះជំរំនិងទស្សនាពន្លឺថ្ងៃលិចដែលត្រូវបានគេរាប់ថាជារូបភាពស្រស់ស្អាតបំផុតមួយនៅខេត្តកំពតការអភិវឌ្ឍគម្រោងបរិស្ថាននិងសហគមន៍ទេសចរក៏ទាក់ទាញភ្ញៀវដែលចង់រួមចំណែកថែរក្សាធម្មជាតិផងដែរតម្លៃវប្បធម៌របស់ខេត្តកំពតត្រូវបានបង្ហាញច្បាស់តាមរយៈស្ថាបត្យកម្មបែបបារាំងដែលនៅសល់នឹងត្រូវដាក់ការការពារជាផ្លូវការផ្ទះដើមសតវត្សទី20ដោយកំណត់ផ្លូវលំតូចៗនិងអគាររាយប៉ាយត្រូវបានគេគូប្រៀបនឹងទីក្រុងជប៉ុនខាងត្បូងឬភូមិទេសចរតូចៗនៅអឺរ៉ុបភ្ញៀវទេសចរជាច្រើនបានចូលចិត្តថតរូបនិងដើរលេងនៅតាមផ្លូវបែប retro ដែលកំពុងក្លាយជាអត្តសញ្ញាណសំខាន់របស់ខេត្តកំពតមិនត្រឹមតែប៉ុណ្ណោះបណ្ដាវត្តអារាមនិងទីតាំងប្រវត្តិសាស្ត្ររបស់ខេត្តក៏បន្តទាក់ទាញភ្ញៀវដោយសារតែការរួមបញ្ចូលគ្នារវាងតម្លៃវប្បធម៌បែបខ្មែរនិងអាកាសធាតុស្ងប់ស្ងាត់ដែលទ្រង់គ្នាជាមួយទេសចរខាងចិត្តសាស្ត្រ Wellness Tourism ម្ហូបនិងកសិផលកំពតកំពុងដណ្ដើមទីផ្សារអន្តរជាតិដំណាំម្រេចកំពតគឺជារូបសញ្ញាដែលធ្វើឲ្យខេត្តនេះល្បីលង់លើពិភពលោកម្រេចកំពតត្រូវបានកំណត់ស្តង់ដារ GI ដែលធានាគុណភាពនិងប្រភពដើមបណ្ដាលឲ្យផលិតផលចំណីជាច្រើនត្រូវបាននាំចេញនិងទទួលស្គាល់ពីប្រទេសវៀតណាមបារាំងនិងអាមេរិកម្ហូបសមុទ្រស្រស់និងអាហារតាមវប្បធម៌ក្នុងស្រុកត្រូវបានភ្ញៀវចូលចិត្តយ៉ាងខ្លាំងការកើនឡើងនៃភោជនីយដ្ឋានថ្មីៗការ៉ាហូតកាហ្វេបែបអឺរ៉ុបនិង Rooftop Bar ក៏ជួយស្ថាបនាកំពតឲ្យក្លាយជាទីក្រុងកម្សាន្តមានស្ទាយជូនភ្ញៀវដែលចង់សាកល្បងអាហារជាចម្រុះទេសចរអេកូនិងការវិនិយោគកំពុងកើនឡើងការរីកចម្រើននៃទេសចរអេកូកំពុងធ្វើឲ្យកំពតក្លាយជាគោលដៅសម្រាប់ជំរុញវិនិយោគថ្មីៗសហគមន៍ដូចជាត្រាពាំងសង្កាយអេកូទូរីសឹមកសិដ្ឋានលហុងនិងគម្រោងព្រៃឈើសុខដុមបានទាក់ទាញភ្ញៀវឲ្យចង់សិក្សាពីធម្មជាតិនិងជួយឧបត្ថម្ភសហគមន៍ក្នុងតំបន់បន្ថែមទៀត
ក្រុមហ៊ុនឯកជននិងអាជ្ញាធរមូលដ្ឋានកំពុងសហការគ្នាដើម្បីបង្កើតសន្តាគារ Resort Homestay បែបប្រកបដោយធនធានចីរភាពនិងគម្រោង Riverfront Renaissance ដោយលើកកម្ពស់ទីតាំងជាប់ទន្លេទស្សនវិស័យអនាគតអ្នកវិភាគវិស័យទេសចរណ៍ជឿថាខេត្តកំពតអាចក្លាយជាមជ្ឈមណ្ឌលទេសចរណ៍ធម្មជាតិនិងវប្បធម៌ដូចជាក្រុងនីងប៊ីងរបស់វៀតណាមឬលួងប្រាបាំងរបស់ឡាវបើបន្តការអភិវឌ្ឍលើគោលនយោបាយថែរក្សាបរិយាកាសនិងសម្រួលកំណត់ត្រាសម្រាប់អ្នកវិនិយោគដោយសារតែសន្តិសុខល្អបរិយាកាសស្ងប់ស្ងាត់និងទីតាំងជិតខេត្តកែបកំពុងធ្វើឲ្យខេត្តកំពតក្លាយជាទីតាំងសម្រាកលំហែសម្រាប់ភ្ញៀវជាតិនិងអន្តរជាតិសរុបមកខេត្តកំពតបានបង្ហាញពីសក្តានុពលដ៏អស្ចារ្យក្នុងវិស័យទេសចរណ៍តាំងពីធម្មជាតិវប្បធម៌អាហារការវិនិយោគកំពុងកើនឡើងនិងការគាំទ្រពីរដ្ឋាភិបាលបើការអភិវឌ្ឍត្រូវបានគ្រប់គ្រងត្រឹមត្រូវកំពតអាចក្លាយជាគោលដៅទេសចរណ៍អន្តរជាតិសំខាន់មួយរបស់កម្ពុជាក្នុងរយៈពេលខាងមុខនេះសូមអរគុណសម្រាប់ការទស្សនានៅវីដេអូរបស់យើងខ្ញុំតាំងពីដើមរហូតដល់ចប់បើពេញចិត្តវីដេអូនេះសូមអស់លោកអ្នកនាងជួយចុច like និង subscribe ដើម្បីទទួលបានវីដេអូបន្តទៀតសូមអរគុណ